សញ្ញាដ៏គួរឲ្យបារម្ភទាំង16ដែលបញ្ជាក់ថាយើងកំពុង stress បាទអញ្ចឹងខ្ញុំនឹងជម្រាបជូនដូចតទៅទី1ជ្រុះសក់ទី2ឈឺចុកចាប់ទី3ឈឺទ្រូងឬមានអារម្មណ៍ថាដូចជាបេះដូងអ្នកកំពុងតែរត់ទី4អស់កម្លាំងឬពិបាកគេងទី5ឈឺក្បាលវិលមុខឬក៏ញ័រសាច់ញ័រទ្រូងអីហ្នឹងទី6សម្ពាធឈាមឡើងខ្ពស់អញ្ចឹងបងប្អូនអាសាតាមដានសម្ពាធឈាមផងទី7ភាពតានតឹងនៃសាច់ដុំឬថ្គាមទី8បញ្ហាក្រពះឬរំលាយអាហារមិនបានល្អទី9ចំណង់ផ្លូវភេទថយចុះបាទអញ្ចឹងគួរចំណាំដែរទី10ប្រព័ន្ធភាពស៊ាំខ្សោយទី11ឡើងឬចុះទម្ងន់ទី12ពិបាកផ្ដោតអារម្មណ៍បាទពេលខ្លះយើងរវើរវាយយើងផ្ដោតអីអត់បានហើយធ្វើការអីទៅភ្លេចភ្លាំងអីហ្នឹងបាទ13ឡើងមុនកខ្នងឬក៏មុខទី14ការចងចាំធ្លាក់ចុះណាប៉ុណ្ណាពេលណាយើងមាន stress គឺការចងចាំធ្លាក់ចុះហ្នឹងបាទដូចពិបាកផ្ដោតអារម្មណ៍អីចឹងទី15ជំងឺដាច់សរសៃឈាមខួរក្បាលទី16មួម៉ៅឆេវឆាវឆាប់ខឹងបាទអញ្ចឹងបងប្អូនបើសិនជាមានសញ្ញាទាំង16នេះ1ឬ2អីយ៉ាង16ខាងជំរាបខាងលើហ្នឹងសូមទៅពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យចិត្តសាស្ត្រដើម្បីរកវិធីក្នុងការព្យាបាលជៀសវាងបងប្អូនអាចធ្លាក់នៅក្នុងជំងឺ stress អញ្ចឹងវាអាចបណ្ដាលឲ្យមានភាពធ្ងន់ធ្ងរ